បុរសម្នាក់បានត្រឹមតែក្រឡេកមើលសៀវភៅគម្ពីរគុណដែលកូនស្រីរបស់គាត់បានផ្ដល់ឲ្យហើយក៏យល់ច្បាស់ពីអាចកំបាំងដ៏ជ្រាលជ្រៅទាំងអស់របស់វាប៉ុន្តែគាត់មិនដែលនឹកស្មានដល់ឡើយថាវិជាដាវនេះមានអានុភាពខ្លាំងក្លាដល់ថ្នាក់នេះទេក្រោយពីវឹកហាត់បានត្រឹមតែ3ថ្ងៃប៉ុណ្ណោះការគ្រវីដាវរបស់គាត់ម្ដងបានធ្វើឲ្យភ្នំបាក់ថ្មប្រេះនិងមានប្រវែងដល់ទៅ100លីឡៃមេឃដែលធ្លាប់តែងឹតសូនឲ្យក៏ស្រាប់តែស្រឡះខ្លាមេឃបើកពុកនៅពេលនោះហើយកម្រិតនៃការដាំដុះរបស់គាត់ក៏បានទម្លុះដល់ដំណាក់កាលសាងគ្រីស Foundation Establishment គាត់តែងតែជឿថាវិជាដាវនេះកូនស្រីរបស់គាត់រើសបានពីក្រោមដើមឈើធំមួយគាត់មិនដឹងឡើយថាវិជាដាវនេះត្រូវបានបង្កើតឡើងសម្រាប់គាត់ដោយផ្ទាល់ពីកូនស្រីរបស់គាត់ក្មេងស្រីតូចនេះមានប្រវត្តិមិនធម្មតានៅក្នុងជាតិមុនដោយនាងបានដាំដុះរហូតដល់កម្រិតអធិរាជអមតៈ Pinnacle Immortal Emperor កាលនាងមានអាយុត្រឹមតែ6ឆ្នាំនាងបានដាស់គីកាយសម្ទាដ៏អស្ចារ្យបំផុតក្នុងចំណោមមនុស្ស10000នាក់ជាមួយ N1000 Supreme Physical ប៉ុន្តែឪពុកម្ដាយបង្កើតរបស់នាងបានជីកយកឆ្អឹងនាងហើយបោះបង់ចោលនាងនៅកណ្ដាលព្រៃសំណាងល្អគ្រីនោះលោកលីស៊ីយ៉ានលីឆាយនដែលជាមេនិកាយវ័យក្មេងដ៏ក៏លំបាកម្នាក់បានជួយនាងហើយបានលុតជង្គង់សុំថ្នាំជាច្រើនដងដើម្បីពន្យាជីវិតនាងជាច្រើនឆ្នាំក្រោយមកឪពុកចិញ្ចឹមរបស់នាងគឺលីស៊ីយ៉ានបានឈានដល់ដំណាក់កាលចុងក្រោយនៃជីវិតពេញមួយជីវិតឪពុកចិញ្ចឹមរបស់នាងប្រាថ្នាចង់ឈានដល់កម្រិតអធិរាជអមតៈ3000ឆ្នាំក្រោយមកនាងបានសម្រេចបំណងប្រាថ្នានេះឲ្យគាត់នៅពេលនាងទៅដល់សាដូនដារបស់ត្រកូលលីនាងបានធ្វើឲ្យអ្នកខ្លាំងក្នុងដំណាក់កាលប្រលឹងទារកណាសិនសូចំនួន3អ្នកនៅក្នុងនោះភ្ញាក់ផ្អើលអ្នកទាំង3បានត្រៀមខ្លួនវាយប្រហារដើម្បីបណ្ដេញនាងចេញប៉ុន្តែស្ត្រីរូបនោះគ្រាន់តែញឹមតិចសម្ពាធដែលនាងបញ្ចេញបានសង្កត់អ្នកទាំង3ឲ្យជាប់នឹងដីទើបពួកគេដឹងថាអ្នកដែលមកនេះគឺជាជាន់ខ្ពស់កម្រិតអធិរាជដើម្បីតបស្នងដល់បុរសទាំង3នាក់ដែលបានយាមសាដូនដារបស់ត្រកូលលីអស់រយៈពេល1000ឆ្នាំនាងបានបញ្ចេញសំណាងដល់ទេវភាពមួយដួងដែលធ្វើឲ្យអ្នកទាំង3ទម្លុះដល់ដំណាក់កាលដាំដុះធំមួយទៀតក្នុងមួយប៉ព្រិចភ្នែកផ្ទាំងវិញ្ញាណ Spirit Tablet ដែលតម្កល់នៅក្នុងសាលនេះគឺជាផ្ទាំងវិញ្ញាណរបស់ឪពុកចិញ្ចឹមនាងគឺលីសៀវយ៉ានលេឆេវៀនដែលនាងស្គាល់តាំងពីក្មេងបច្ចុប្បន្ន3000ឆ្នាំបានកន្លងផុតទៅហើយនាងបានក្លាយជាអ្នកខ្លាំងកម្រិតអធិរាជរួចទៅហើយរូបភាពនៃការស្លាប់របស់ឪពុកចិញ្ចឹមនៅតែដិតជាប់ក្នុងចិត្តនាងដែលក្លាយជាការស្ដាយក្រោយដ៏ធំបំផុតក្នុងជីវិតរបស់នាងនៅចុងក្រោយដោយកាន់ផ្ទាំងវិញ្ញាណរបស់ឪពុកពេលដែលអាយុជីវិតរបស់នាងអស់នាងបានចាប់ជាតិថ្មីដោយរក្សាទុកសមត្ថភាពដាំដុះទាំងអស់របស់នាងត្រឡប់ទៅឆ្នាំដែលនាងមានអាយុ6ឆ្នាំហើយដាស់កាយសម្ទាដ៏អស្ចារ្យរបស់នាងឡើងវិញចាស់ទុំក្នុងនិកាយទាំងអស់មានសេចក្តីត្រេកអរចំពោះក្មេងស្រីតូចយូថងបន្ទាប់ពីនាងដាស់កាយសម្ទាបានហើយជំរុញឲ្យឪពុកម្ដាយបង្កើតរបស់នាងមើលថែនាងឲ្យល្អប៉ុន្តែឪពុកម្ដាយបង្កើតរបស់នាងមានគំនិតអាក្រក់ក្មេងស្រីនោះដឹងថាប្រសិនបើនាងមិនតស៊ូទេនាងនឹងជួបវាសនាដូចជាតិមុនគឺការត្រូវគេជីកយកឆ្អឹងដូច្នេះនាងក៏បានដើរចេញមកភ្លាមហើយសុំឲ្យចាស់ទុំក្នុងនិកាយអនុញ្ញាតឲ្យនាងជ្រើសរើសឪពុកថ្មីពេលលើបែបនេះឪពុកបង្កើតរបស់នាងខឹងសម្បាយ៉ាងខ្លាំងហើយដកតេមកវាយក្មេងស្រីនោះប៉ុន្តែនៅគ្រាដ៏ចង្អៀតចង្អល់នេះលីស៊ីយ៉ានបានស្ទុះមកបាំងមុខក្មេងស្រីនោះដោយបានឃើញក្នុងរបស់ឪពុកចិញ្ចឹមនាងម្ដងទៀតភ្នែករបស់ក្មេងស្រីនោះក៏ពោពេញដោយទឹកភ្នែកនៃក្តីរំភើបឪពុកបង្កើតរបស់នាងបានចោទប្រកាន់លីស៊ីយ៉ានភ្លាមដោយស្រែកថាអ្នកដាំដុះកម្រិតចម្រាញ់ឈាមគឺថៃរវ៉ៃនឹងដែលគ្មានប្រយោជន៍ម្នាក់គួរតែឈប់ជ្រៀតជ្រែករឿងអ្នកអតីតទៅចាប់តាំងពីការស្លាប់របស់មេនិកាយមកតំណែងមេនិកាយវ័យក្មេងរបស់លីស៊ីយ៉ានបានក្លាយជាត្រឹមតែឈ្មោះដែលគ្មានអត្ថន័យទីបំផុតចាស់ទុំកម្ពុជាបានបំបែកអ្នកទាំងពីរហើយអនុម័តសំណើរបស់ក្មេងស្រីក្នុងការបដូរឪពុកក្នុងមួយប៉ព្រិចភ្នែកចាស់ទុំទាំងអស់ដែលនៅទីនោះបានប្រមូលផ្ដុំគ្នាដោយកាន់វត្ថុវេទមន្តរៀងខ្លួនប្រសិនបើពួកគេអាចក្លាយជាឪពុកចិញ្ចឹមរបស់ក្មេងដែលមានទេពកោសល្យពិសេសម្នាក់នេះពួកគេនឹងឡើងកូដខ្ពស់ទៅជាមួយនាងនៅពេលអនាគតប៉ុន្តែដោយមិនស្ទាក់ស្ទើរក្មេងស្រីនោះបានចង្អុលទៅលីស៊ីយ៉ានដែលជាបុរសដែលគ្មាននរណាចាប់អារម្មណ៍ជាងគេក្នុងហ្វូងមនុស្សអ្នកទាំងអស់គ្នាដែលនៅទីនោះបានជំទាស់នឹងការជ្រើសរើសនេះយ៉ាងខ្លាំងឪពុកម្ដាយបង្កើតរបស់នាងកាន់តែខឹងសម្បាខ្លាំងឡើងប៉ុន្តែដោយឃើញក្មេងស្រីនោះតាំងចិត្តដាច់ខាតថាយកលីស៊ីយ៉ានជាឪពុកចិញ្ចឹមចាស់ទុំកម្ពុជាដែលគ្មានជំរើសក៏បានយល់ព្រមតាមសំណើនោះបណ្ដោះអាសន្នដោយនិយាយថាពួកគេនឹងពិចារណារឿងនេះម្ដងទៀតពេលថ្ងៃក្រោយមកបន្ទាប់ពីការជ្រើសរើសមេនិកាយលីស៊ីយ៉ានបាននាំក្មេងស្រីនោះត្រឡប់ទៅខ្ទង់ស្បូវដ៏ទ្រុឌទ្រោមរបស់គាត់ក្មេងស្រីនោះមិនបានបង្ហាញការស្អប់ខ្ពើមបន្តិចណាឡើយហើយថែមទាំងមានសេចក្តីត្រេកអរយ៉ាងខ្លាំងនៅពេលនេះនាងបានស្បត់ថានឹងធ្វើឲ្យឪពុករបស់នាងក្លាយជាអ្នកខ្លាំងកម្រិតអធិរាជបន្ទាប់មកនាងបានយកសៀវភៅគម្ពីរដើមមួយចេញមកហើយប្រគល់វាឲ្យឪពុកចិញ្ចឹមដោយកុហកថាជានាងរើសបានពីក្រោមដើមឈើធំមួយលីស៊ីយ៉ានបានមើលវាមួយផ្លែតហើយយល់ថាវិជាដាវនេះខ្លាំងខ្លាំងណាស់គាត់គិតថាចាស់ទុំម្នាក់ដែលអាណិតក្មេងស្រីនោះបានលួចឲ្យនាងដោយមិនមានពេលគិតច្រើនគាត់ក៏ចាប់ផ្ដើមហ្វឹកហាត់វិជាដាវនោះនេះនាំឲ្យយើងឈានដល់ឈុតឆាកបើកឆាកនៃវីដេអូក្នុងរយៈពេលត្រឹមតែ3ថ្ងៃគាត់បានហ្វឹកហាត់វិជាដាវនេះរហូតដល់កម្រិតខ្ពស់បំផុតហើយការដាំដុះរបស់គាត់ក៏កើនឡើងដល់ដំណាក់កាលកសាងគ្រឹះក្មេងស្រីតូចបានស្ពឹកក្នុងចិត្តដោយសម្ងាត់ថាក្នុងអំឡុងពេលជ្រើសរើសមេនិកាយនាងនឹងជួយឪពុកចិញ្ចឹមរបស់នាងឲ្យដណ្ដើមយកអ្វីគ្រប់យ៉ាងមកវិញព្រោះបេក្ខជនសម្រាប់តំណែងមេនិកាយត្រូវបានកំណត់ទុកជាមុនដោយស៊ូឆេងហូគឺជាសិស្សចុងក្រោយរបស់អតីតមេនិកាយហើយមានភាពលេចធ្លោជាងសិស្សដទៃទៀតនៅពេលនេះនាងកំពុងឈរនៅកណ្ដាលសង្វៀនដោយប្រកាសថាអ្នកណាដែលអាចដួលនាងបាននឹងក្លាយជាមេនិកាយបន្ទាប់ប៉ុន្តែភ្លាមនោះក្មេងស្រីតូចក៏បានស្ម័គ្រចិត្តឲ្យលីស៊ីយ៉ានឡើងប្រកួតជំនួសនាងមុនពេលលីស៊ីយ៉ានអាចប្រតិកម្មទាន់ក្មេងស្រីតូចបានរុញគាត់ទៅមុខដោយបង្ខំរុញគាត់ឲ្យឡើងទៅលើវេទិកាសង្វៀនតែម្ដងនៅពេលឃើញអតីតសិស្សប្អូនរបស់ខ្លួនឡើងលើសង្វៀនបុរសនោះបានប្រកាសយ៉ាងជឿជាក់ថាគាត់នឹងទម្លាក់កម្រិតដាំដុះរបស់គាត់មកត្រឹមដំណាក់កាលកសាងគ្រឹះប្រសិនបើលីស៊ីយ៉ានអាចទប់ទល់នឹងការវាយដោយបាតដៃរបស់គាត់បានមួយដងគាត់នឹងប្រគល់តំណែងមេនិកាយដោយមិនប្រកែកឡើយលីស៊ីយ៉ានបានវង្វេងអស់រយៈពេលជាង10ឆ្នាំមកហើយគាត់បានយកសັບជាយូរមកហើយក្នុងការធ្វើឲ្យជីវិតមានន័យហើយនេះគឺជាឱកាសតែមួយគត់របស់គាត់នៅពេលនោះដោយមិននិយាយអ្វីមួយម៉ាត់សិស្សប្អូនច្បងបានប្រើកម្លាំងបាតដៃយ៉ាងខ្លាំងក្លាសម្ពាធដ៏ធំធេងដែលផ្ទុកដោយការវាយបាតដៃនេះបានធ្វើឲ្យលីស៊ីយ៉ានថយក្រោយជាង10ម៉ែត្រដីបានប្រេះបែកដោយសារកម្លាំងនៃការវាយនោះ
គ្មាននរណាម្នាក់បានកត់សម្គាល់ឃើញក្មេងស្រីតូចដែលលាក់ខ្លួនក្នុងហ្វូងមនុស្សបានបោះថ្មមួយដុំនោះទេដែលវាធ្វើឲ្យកម្រិតដាំដុះរបស់បុរសនោះពិការភ្លាមហើយធ្វើឲ្យគាត់ខ្ជាក់ឈាមចេញមកភ្លាមដោយឃើញទស្សនវិជ្ជានេះបុរសនោះបានស្រែកចោទប្រកាន់ថាលីស៊ីយ៉ានពឹងផ្អែកលើជំនួយខាងក្រៅហើយត្រូវតែមានវត្ថុវេទមន្តការពារដើម្បីរារាំងការវាយដោយបាតដៃរបស់គាត់ដោយប្រកាសថាលទ្ធផលជុំនេះទុកជាមុខៈបន្ទាប់មកគាត់បានស្នើឲ្យមានការប្រកួតចុងក្រោយដោយផ្ដោតលើការពិតនៃការស្លាប់របស់ឪពុកលីស៊ីយ៉ានគូសម្រាប់ការប្រយុទ្ធលើកចុងក្រោយរបស់ពួកគេប្រសិនបើលីស៊ីយ៉ានឈ្នះគាត់នឹងទម្លាយការពិតអំពីរបៀបដែលឪពុករបស់គាត់បានស្លាប់កាលពីប៉ុន្មានឆ្នាំមុនពេលលើបែបនេះលីស៊ីយ៉ានបានបាត់បង់ការគ្រប់គ្រងអារម្មណ៍ហើយយល់ព្រមប្រយុទ្ធជាមួយគាត់ភ្លាមប៉ុន្តែបុរសនោះបានដកពាក្យសម្ដីវិញនៅមុខមនុស្សគ្រប់គ្នាទោះបីជាបានសន្យាថានឹងទម្លាក់កម្រិតដាំដុះរបស់គាត់ក៏ដោយគាត់បានកោះហៅរូបកាយដល់មកនៃព្រលឹងទីរោគណាសិនសូដ៏ធំសម្បើមមួយដោយស្ពតថានឹងដុតបំផ្លាញលីស៊ីយ៉ានឲ្យទៅជាផេះគ្រានោះឯងក្មេងស្រីតូចក្នុងហ្វូងមនុស្សក៏បានបញ្ចេញធម៌ពលរបស់នាងនឹងមិនអនុញ្ញាតឲ្យឪពុកចិញ្ចឹមរបស់នាងចាញ់ឡើយលីស៊ីយ៉ានបានដកដាវវែងរបស់គាត់ចេញរូបកាយដល់មករបស់អធិរាជស៊ូគីវល័យអេមផេរ៉ូកម្ពស់100ម៉ែត្របានលេចចេញនៅពីក្រោយគាត់